បងប្អូនចង់ដឹងជីខ្ញុំប្រើមានតម្លៃធូរថ្លៃជីគេបងប្អូនណាបងប្អូននេះលេខវា N 6% 16នេះP 616 phosphor ហើយវាមានកាល់ស្យូមមានម៉ាញ៉េស្យូមសង្កសីប៉ុន្តែអត់នេះមិនប្រមាណទេបងប្អូនណាជាការដាក់បំពេញបន្ថែមធាតុពិតដូចជាមិនប្រកបទេនឹងពពួកជីអីរ៉េមានត្រាក្បាលកបីជីនេះគឺមកបេអត់ដល់$20ទេបងប្អូនណាអត់ដល់$20ទេគឺមកបេ75000រៀលទៅខ្ញុំទិញមកហើយនេះមកបេ130,000ជាង135,000រៀលអញ្ចឹងក្នុងការលាយចូលគ្នានេះដែលខ្ញុំបាចទៅលើស្រែរបស់ខ្ញុំនោះគឺខ្ញុំលាយនេះ2បាទនេះ2វាស្មើទៅនឹង150,000ហើយបូកអានេះ1បងប្អូនណាបូកនេះ1 135,000វាស្មើនឹង280,000អញ្ចឹងខ្ញុំលាយ280,000អានេះ4អានេះ2 280,000ពីរដង560,000វាស្មើនឹង6ក្រោងខ្ញុំបាចលើដី3ហិកតាបងប្អូនមើលបាចលើដី3ហិកតាអញ្ចឹងក្នុង1ហិកតាលើកទី1បើយើងយក56ចែកនឹង3វាអត់ដល់20,000ទេបងប្អូនណាវាតែ18,000រៀលទេអញ្ចឹងគឺប្រើប្រាស់ហ្នឹងគឺខ្ញុំប្រើ2ដងបើសិនជាស្រូវយើងមើលតាមលក្ខណៈពណ៌ស្រូវដែរមុននឹងសម្រេចចិត្តបន្ថែមជីជាលើកទី2ហើយបើលើកទី2ស្រូវខ្ញុំល្អហើយខ្ញុំប្រើនេះ2ខ្ញុំប្រើ0.0គាត់នេះ1ហើយនេះ1ទៀតអញ្ចឹង0.0គាត់នេះមកបេដូចជា12,000រៀលទេអញ្ចឹង12,000បូកនឹង13 25បូកអានេះនឹង15វា40,000បងប្អូនណា40,000យើងបាចបានដី2ហិកតាវាស្មើ 4B បាច2ហិកតាវិញបាច2ហិកតាយើងមកតាយើងអស់20,000ទៀតលើកទី1អស់18,000លើកទី2អស់20,000អញ្ចឹងអស់38,000រៀលលើកបាចតែ2លើកហ្នឹងឃើញទេបងប្អូនណាជាការបង្ហាញ38,000រៀលតែប៉ុណ្ណោះតែបើស្រូវសម្រាប់ស្រូវពពួក OM គឺខ្ញុំអត់បានប្រើខាងនេះទេខ្ញុំប្រើនេះ2អានេះ1ដដែលអញ្ចឹងយើងលាយទម្រង់3ហិកតាអានេះ4អានេះ2ស្មើ6បាចលើដី OM ដដែលព្រោះ OM អត់ងាយសូវចាញ់អានេះទេហើយយើងបាញ់ជំនួយតាមស្លឹកដោយប្រើពពួកពេខ្ពស់ឬក៏ប៉ូតាស្យូមខ្ពស់វិញដើម្បីសម្រួលឲ្យដល់ស្លឹកវាក្រាស់ល្អអញ្ចឹងចំពោះ OM ខ្ញុំបាច2ដងខ្ញុំអស់តែ36,000រៀលទេឃើញបងប្អូនណាហើយការប្រើប្រាស់ពូជខ្ញុំអស់20,000រៀលទៀតអញ្ចឹងគាត់ថាពូជនឹងជីខ្ញុំអស់តែ60រៀលហើយថ្នាំខ្ញុំប្រើមួយរដូវទាំងថ្នាំស្មៅទាំងថ្នាំបាញ់ទៅតាមជំនួយការពារជំងឺសត្វល្អិតឲ្យគ្រប់យ៉ាងហ្នឹងប្រហែលជា50,000រៀលទៀតអញ្ចឹងយើងអស់ជីពូជថ្នាំអស់តែ1,10,000ទេហើយនៅថ្លៃប្រេងនៅថ្លៃផ្សិនបូមទឹកប្រេងត្រាក់ទ័រវាយដីហើយនឹងម៉ាស៊ីនច្រូតទៀតអញ្ចឹងវាសរុបទៅក្នុងមួយហាត់យើងចំណាយអស់មិនដល់2លានទេបើសិនជាធ្វើខ្លួនឯងបើដូចជាខ្ញុំជួលគេមួយហាត់តាខ្ញុំចំណាយប្រហែលជាខ្ទង់2លានឬលើសខ្វះតិចតួចតាមអាស្រ័យយើងបូមទឹកតិចឬច្រើនតែប៉ុណ្ណឹងបងប្អូនហើយជីខ្ញុំប្រើតែ3មុខហ្នឹងបងប្អូនណាគឺឆ្លាស់គ្នាការលាយជួនកាលយើងប្រើប៉ូតាស្យូមខ្ពស់យើងប្រើពេខ្ពស់ឬក៏អាសូតបើសម្រាប់ពួកសែនក្អូបខ្ញុំអត់សូវប្រើច្រើនទេតិចតួចបំផុតខ្ញុំបង្ហាញជីនេះមិនមែនមានន័យថាខ្ញុំប្រម៉ូទឲ្យក្រុមហ៊ុនជីទេគេក៏មិនបានជួលខ្ញុំដែរហើយគឺខ្ញុំចង់បង្ហាញបងប្អូនពីរបៀបប្រើប្រាស់ជីដើម្បីកាត់បន្ថយថ្លៃដើមផលិតហើយទម្លាប់របស់ខ្ញុំបាចលើកទី1ហើយគឺខ្ញុំបាញ់បានតែ2-3ថ្ងៃខ្ញុំបាញ់ជីបំពន់ដែលមានក្នុងដៃខ្ញុំស្រាប់ខ្ញុំបង្ហាញកញ្ចប់ជូនបងប្អូននៅលើកញ្ចក់វីដេអូហ្នឹងហើយជីប្រភេទហ្នឹងគឺបាញ់ស្ទុះលឿនបងប្អូនក្នុងដំណាក់កាលទី1គឺយើងប្រើ
ជីកញ្ចប់សហ្នឹងដែលមានលេខ30 គុត 9 12 បងប្អូនណាឈ្មោះរបស់វា Bio Vitam មានន័យថាវីតាមីនជីវសាស្ត្រចឹងអត់មានច្រើនបងប្អូនណាសូមអរគុណច្រើនហើយបងប្អូនអាចជួយចែកលេខ share គ្នាទៅដើម្បីឲ្យបងប្អូនប្រើប្រាស់ទៅបានផលមួយទៀតសម្រាប់ជីអស់នេះបងប្អូនប្រើពូជក្រាស់ប្រើពូជច្រើនបាច់ក្នុងកម្រិតហ្នឹងអត់ឡើងបងប្អូនណាគឺឡើងយឺតស្ទុះយឺតបើបងប្អូនកាត់បន្ថយថ្លៃដើមផលិតបន្ថយទាំងជីបន្ថយទាំងពូជនោះទៅបងប្អូនស្រូវបងប្អូនល្អបានយូរការបាញ់ថ្នាំមានពេលវេលាច្បាស់លាស់មិនមែនចេះនឹកឃើញចេះតែបាញ់ទេបងប្អូនណាជាការកាត់បន្ថយថ្លៃដើមផលិតអញ្ចឹងបើយើងចំណាយដើមបើយើងធ្វើខ្លួនឯងត្រង់ពីបេហាត់កម្លាំងពលកម្មខ្លួនឯងអត់មានជួលកម្លាំងធ្វើទេយើងចំណាយត្រឹមតែជាង1លានរៀលទេប៉ុណ្ណោះក្នុងមហាតាហើយបើ1គីឡូ600បងប្អូនបានធ្វើបានពី5តោនឡើងទៅណាបងប្អូនមានឱកាសឈរជើងទៅមុខបានតែបើថាបងប្អូននៅតែលបលន់ពូជលបលន់ជីលបលន់ថ្នាំធ្វើឲ្យការចំណាយកាន់តែខ្ពស់នោះគឺអាសន្នហើយអញ្ចឹងសូមជូនបងប្អូនប៉ុណ្ណឹងណាបងប្អូនណាបើមិនយល់ត្រង់ណាសួរខ្ញុំបន្ថែមខ្ញុំនឹងជួយប្រាប់បងប្អូនបន្ថែមហើយជីនេះកន្លែងខ្លះគាត់មានលក់កន្លែងខ្លះគាត់អត់មានលក់ហើយក៏ពេលខ្លះគាត់ប្រើពូជច្រើនគាត់យកទៅបាច់អត់ឡើងថាជីគេអន់តាមពិតអត់មើលកតាក៏ដាក់ពូជផងទេហើយថាដីអន់បាច់ជីដាក់ពូជតិចហើយវាមិនល្អយើងទៅសាកមើលមិនដឹងបើយើងមិនសាកនឹងនៅតែខ្លាចអត់ដែរឃើញទឹកហូរកាត់ព្រែកកាត់អូយើងមិនស្គាល់ព្រែកអូនឹងពីមុនមកទេយើងអត់ដឹងថាទឹកនឹងចម្រៅណាទេលើកលែងតែយើងហ៊ានសាកលបងឆ្លងកាត់អូនឹងសិនបានថាទឹកនឹងចម្រៅណាយើងការធ្វើស្រែដូចគ្នាដែរបើយើងមិនហ៊ានឆ្លងមិនហ៊ានចាប់ដើមយើងមិនហ៊ានសាកលបងយើងមិនស្គាល់ទេបងប្អូនណានៅតែមិនស្គាល់ដដែលអញ្ចឹងសូមអរគុណច្រើន